ថ្មីទៀតហើយបងប្អូនទាំងគ្នាករណីកាលពីយប់មិញនៅម្ដងវត្តភ្នំផ្លូវ108បងប្អូនទាំងគ្នាករណីនេះគឺគ្រោះថ្នាក់ចរាចរណ៍ឡានពាក់ស្លាកលេខរត់បានងក់រេជកោទៅបុកឡានលុយស៊ីហើយបណ្ដាលឲ្យកើតទាស់ពាក្យសម្ដីគ្នាបាទរហូតដល់មានកាយវិការចង្អេងចង្អាងណាតែមុននឹងយើងចូលទៅនិយាយបងប្អូនទៅមើលវីដេអូនឹងទាំងអស់គ្នាខ្ញុំមានបន្ទោអត់ស្រួលមកបន្ទោខ្ញុំក៏រេទៅខ្ញុំក៏ជ្រុលទៅប៉ះឡាននៅខាងគាត់ឈប់នៅកន្លែងគៀនហ្នឹងអញ្ចឹងណាទៅពេលមិនទៅបានមិនទៅតោះតេងមួយអាបងនោះអត់ដែរស្គាល់ហងអត់មានទៅនិយាយមួយគាត់ហងមិនម្ចាស់ឡានមកនិយាយមួយខ្ញុំស្រួលបួតាគាត់ទៀតសំណងខ្ញុំ300អូតែគាត់តែបើឯងប៉ះឡានគាត់ហ្នឹងចាគាត់ទៀតសំណងខ្ញុំ300ហើយឥឡូវនេះខ្ញុំយកឡានទៅប៉ោះសិនខ្ញុំដោះស្រាយជាមួយបងប្អូនបានឃើញវីដេអូហ្នឹងហើយបងប្អូនឃើញអាបងកំាប់ហ្នឹងអាបងកំាប់ហ្នឹងគឺជាម្ចាស់ឡានហើយនៅក្នុងករណីនេះបងប្អូនបានឃើញអាបងកំាប់ហ្នឹងយកទឹកទៅជះបរោះម្នាក់ទៀតដែលស្ពីកំបោងខ្មៅហ្នឹងឯងបងប្អូនណាដើមហែនចេះកំបោងឡានពាក់ស្លាករត់ឡាន Ford ហ្នឹងបាទបានរេចកោតទៅបុកឡានលុចស៊ីហើយនៅពេលហ្នឹងបរោះដែលស្ពីកំបោងខ្មៅហ្នឹងគាត់បានយកទូរស័ព្ទទៅថតឡានដែលបានពាក់ស្លាកលីរត់ហ្នឹងនៅពេលដែលបរោះម្ចាស់ឡានហ្នឹងបានឃើញមកហាមឃាត់ថាមិនឲ្យថតទេដោយសារឡានគេនឹងពាក់ស្លាកលីរត់ដល់ពេលបរោះដែលគាត់ស្ពីកំបោងខ្មៅកតាបខ្មៅហ្នឹងគាត់បានតបទៅវិញថាអីខ្ញុំថតតែខ្ញុំថាអញ្ចឹងបងប្អូនមិនមែននៅសុកគេយកកាមេរ៉ាទៅថតទេដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងគេត្រូវថតគេត្រូវអីចឹងហើយអត់មានរឿងអីហាមឃាត់គេបានទេដោយសារតែបងប្អូនឃើញកន្លងមកហើយឲ្យតែមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនណាបងប្អូនព្យាយាមបើកឡានរត់អញ្ចឹងទៅបងប្អូនយើងមួយចំនួននៅតាមដងផ្លូវកន្លងក្រោយមកនេះឲ្យតែឃើញករណីគ្រោះថ្នាក់ចរាចរណ៍កន្លែងណាភ្លាមគាត់ចាប់ផ្ដើមយកទូរស័ព្ទទៅថតយកស្លាកលេខឬក៏ថតសកម្មភាពរបស់រថយន្តហ្នឹងហើយករណីក៏ចឹងដែរករណីនេះដោយសារតែកងឡានគាត់បានបដូរគ្នាបើបាទម្ចាស់ឡាន Ford ពាក់ស្លាកលេខរត់ហ្នឹងណាបងប្អូនអញ្ចឹងកាលពីដំបូងបរោះដែលមានកំាប់នេះដែលជាម្ចាស់ឡាននេះបាទគាត់ជាអ្នកបើកទេប៉ុន្តែដោយសារតែគាត់ងុយដេកពេកក៏បដូរឲ្យបងស្រីបាទពាក់ម៉ាស់ហ្នឹងគាត់បើកវិញនៅពេលដែលមកដល់កន្លែងការថែនេះបងស្រីម្នាក់ហ្នឹងគាត់ងក់ដែរបងប្អូនអញ្ចឹងទៅបណ្ដាលឲ្យរេចកោទៅប៉ះពៀទៅដល់ឡានលុយស៊ីគេហើយអញ្ចឹងទៅបានបរោះដែលគាត់ស្ពីកាបូបនេះយកកាមេរ៉ាមកថតខ្លាចមិនទៅរត់គេចបាត់ទៅវាមិនចប់អញ្ចឹងគាត់បាទបងប្រជាពលរដ្ឋយើងមិនថាខ្ញុំថាគេទេឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍គឺយកមកថតស្លាកលេខថតអីទុកឯងក្រែងលោយើងមិនដឹងថាឡាននឹងរត់អីចឹងទៅប៉ុន្តែឡាននេះបាក់ផ្លូវបាត់អីបងប្អូនបាក់ផ្លូវបាក់កង់ខាងមុខណាបងប្អូនអរគ្នាអញ្ចឹងអត់អាចរត់គិតទៅណាបានទេប៉ុន្តែបរោះដែលជាម្ចាស់ឡាននេះចេញមកបតាយបន្ទប់ពាក្យសម្ដីស្ដាប់ទៅដូចជាអស់ 4-5 កំប៉ុងដែរមើលទៅពាក្យសម្ដីអាហ្នឹងករណីធម្មតាទេបងប្អូនតែឃើញហើយបាទបុករត់អញ្ចឹងគេមានករណីគ្មានសិទ្ធិអីហាមឃាត់ប្រជាពលរដ្ឋឬក៏អ្នករួមដំណើរនៅលើផ្លូវហ្នឹងមិនឲ្យគេថតទេមិននៅសុកគេយកកាមេរ៉ាទៅថតឡាននេះឯងដោយសារតែឡាននេះឯងគ្មានបញ្ហាអីសោះនោះទេបាទតើតែឡានមានបញ្ហាទៅគេថតហើយពាក់ស្លាកលេខរត់បងប្អូនដឹងហើយបាទបើជាធំដុំមែនទេធ្វើការរត់ពាក់ស្លាកលេខរត់បុកគេហើយបងប្អូនឃើញមកជាហ្នឹងហើយមិនថាពាក់ស្លាកលេខរត់មិនថាពាក់ខម៉ូមិនថាខេមរ៉ាភូមិនថាស្លាកលេខអីទេបាទតែតែប៉ះពីបុកហើយភាកច្រើនគឺរត់កិច្ចអញ្ចឹងទេមិនតកងកិច្ចខ្លួនតែម្ដងអើយពិបាកហ្មងបងប្អូនមានមតិយោបល់យ៉ាងណាខមមិនទាំងអស់គ្នាទៅខ្ញុំអត់និយាយអីច្រើនទេគ្រាន់តែថា
ឲ្យតែមានករណីអីមួយប្រជាពលរដ្ឋក៏ដូចជាអ្នករួមដំណើរលើផ្លូវហ្នឹងគេមានសិទ្ធថតបានយើងមិនអាចហាមឃាត់គេបាននោះទេរហូតតយកទឹកជះកណ្ដាលមកគេទៀតបាទប្រមាថគេទៀតជេរគេទៀត ចា អាងអីនោះបង